này cái tha xôn chơi bóng bốn smile nâng xôn cho cái sập hai tay tức trong gì mình chấm và chầm gì mới trên tế nè áo tà lê xôn nơi khăn ní cứ dân ai lục tranh bàn á xôn nơi khăn ní những ai lục tranh bàn chớ mà chân gì lục tranh bát tới cứ wisma nâng xôn chơi bóng bốn này chớ mà này tha tầm lay xôn tọp nâng cứ miên tầm lay tê chẳng dân ai lục với chào bạn bà សូមស្វាគមន៍សាជាថ្មីមកកាន់ភ័យបឋមវីដេអូនេះផងដែរភ័យបឋមបាននាំយកនៅមេរៀនទី2ចំនួនទស្សភាគតែចំណុចថ្មីគឺចំណុចទី3ចំនួនទស្សភាគមានតម្លៃស្មើគ្នាមកបង្ហាញនៅក្នុងមេចំណុចនេះផងដែរគឺអត់មានលំហាត់ទេគឺមានតែមេរៀនទេតោះអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅមេរៀនយើងទាំងអស់គ្នាតោះឥឡូវចូលបើកក្បាលដំបូងគឺឲ្យឧទាហរណ៍តែម្ដងគឺឧទាហរណ៍ទី1មើលរូបទាំងអស់គ្នាអញ្ចឹងរូបនេះយើងរាប់មកប្រមាណទាំងអស់គ្នាយើងរាប់មកនេះអញ្ចឹងអានេះមកថាផ្ទាំង10នេះមែនទេបាទអញ្ចឹង1 2 3 4 5 10ទៅកន្លែងគេឆូតខ្មៅនេះគឺមានចំនួនប្រមាណនេះចំនួន2ទេអញ្ចឹងបានន័យថា2លើ10មែនទេបើយើងសេរូបភាពណាគឺស្មើ2លើ10នេះចឹងនេះគេសេឲ្យហើយនេះគឺស្មើនឹង2លើ10បើសិនជាយើងគិតពីចំនួនទស្សភាគគឺ0.2សរសេរជាប្រភាគគឺ2លើ10សរសេរជាចំនួនទស្សភាគគឺ0លើ 0.2 បាទតោះឥឡូវយើងទៅមើលរូបមួយទៀតទាំងនេះប្រមាណនេះ2 4 6 8 10អញ្ចឹងទាំង100នេះម្នាក់បាទអញ្ចឹងគេឆូតចំនួនប្រមាណនេះចំនួន20នេះអញ្ចឹងស្មើនឹង20លើ100មែនអត់បងប្អូនបាទនេះគឺស្មើនឹង20លើ100បើយើងសរសេរជាចំនួនទស្សភាគគឺបាន 0.20 អញ្ចឹងយើងយកចំនួនពីរហ្នឹងយកមកប្រៀបធៀបគ្នាតើវាមានតម្លៃយ៉ាងម៉េចបាទអញ្ចឹងមើលគេឃើញថា2 0.2 គឺស្មើនឹង 0.20 ហេតុអីបាទអញ្ចឹងបើសិនជាខាងយើងធ្លាប់រៀនពីមេរៀនមុនណាបើសិនជាយើងលុប0ខាងបន្ទាប់នេះចំនួនបន្ទាប់នេះគឺវាស្មើនឹង 0.2 ដដែលទេអញ្ចឹងបានន័យថា2 0.2 ស្មើ 0.2 ដដែលទេអញ្ចឹងអាខាងនេះ0ខាងក្រោយនេះយើងអាចលុបបានណាយើងអាចលុបបានអញ្ចឹងបានគេថា 0.2 ស្មើនឹង 0.20 ណាតើយើងទៅមើលឧទាហរណ៍ទី2ហើយយើងមើលឧទាហរណ៍បន្តទៀតនេះថាម៉េច 12.00 ស្មើនឹង 12.00 ស្មើនឹង 12.0 ស្មើនឹង 12 គុណត្រូវទេអ្នកនរគ្នាបាទត្រូវបើយើងលុប0ក្រោយកន្លែងចំនួនទស្សភាគនឹងចោលទៅកន្លែងទស្សភាគចោលទៅគឺស្មើ12ដដែលទេបាទអញ្ចឹងណាបាទអញ្ចឹងគេទាញសេចក្តីសន្និដ្ឋានបានថាការសរសេរលេខ0បន្តពីក្រោយលេខនៅផ្នែកទស្សភាគមិនធ្វើឲ្យចំនួនទស្សភាគផ្លាស់ប្ដូរតម្លៃទេបាទដូចខ្ញុំនិយាយមកអញ្ចឹងលេខ0នៅពីក្រោយលេខនៅផ្នែកទស្សភាគនេះលេខ0នេះលេខ0នេះនៅក្នុងផ្នែកទស្សភាគហ្នឹងក្រោយផ្នែកទស្សភាគហ្នឹងគឺវាអត់មានតម្លៃទេយើងអាចលុបបានពេលយើងលុបទៅវាមានតម្លៃស្មើគ្នាទេណាអញ្ចឹងមកគេថា 0.2 ស្មើ 0.20 0.9 ស្មើ 0.90 ស្មើនឹង 0.900 ណាគេថាបាទអញ្ចឹងវីដេអូមេរៀនមានតែប៉ុណ្្នឹងទេបានចំនួនទស្សភាគមានតម្លៃស្មើគ្នាបើមានចម្ងល់អាចឆាតសួរបានបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេរងចាំតាមដានទស្សនានៅវីដេអូមេរៀនទី4ចំណុចទី4នៅវីដេអូបន្តទៀតបាទអញ្ចឹងពេលនេះផងដែរខ្ញុំបាទសូមអរគុណនិងសូមគោរពលា